សួស្តីអ្នកទាំងគ្នាស្វាគមន៍មកកាន់អារ៉ាយសម្រាប់រឿងថ្ងៃនេះដែរខ្ញុំនឹងសង្ខេបរឿងបែបកំ pl មួយដើម្បីឲ្យអ្នកទាំងគ្នាបានស្ដាប់និងទស្សនាជាការកម្សាន្តផងដែរដែលរឿងរបស់យើងនៅក្នុងថ្ងៃនេះមានចំណងជើងថា Mr. Popper Penguin ផលិតនៅក្នុងឆ្នាំ2011ដែលរឿងរបស់យើងនិយាយអំពីដំណើរជីវិតបុរសអ្នកជំនួយអចលនទ្រព្យម្នាក់រស់នៅក្នុងទីក្រុងញូវយ៉កហើយគាត់ពិតជាមានលុយខ្លាំងមែនទែនប៉ុន្តែគ្រួសាររបស់គាត់នឹងគាត់នឹងគឺរស់នៅមិនចុះសម្រុងគ្នាឡើយដោយសារតែគាត់នឹងរវល់អំពីការងារពេកក្រោយមកបន្ទាប់ពីគាត់ទទួលសត្វ Penguin មួយវងនឹងអំពីឪពុករបស់គាត់ដែលផ្ញើមកពីទ្វីបអង់តាទិកធ្វើឲ្យជីវិតរបស់គាត់នឹងផ្លាស់ប្ដូរទាំងស្រុងតែម្ដងអញ្ចឹងបើចង់ដឹងដំណើរសាច់រឿងល្អមើលយ៉ាងណានោះហើយវាកំប្លែងបែបណាខ្លះសូមតាមដាននិងទស្សនាជាមួយ admin ទាំងអស់គ្នាចាប់ផ្ដើមសាច់រឿងរបស់យើងនឹងគឺយើងមានឃើញក្មេងប្រុសម្នាក់ដែលអង្គុយស្ដាប់វិទ្យុឆ្លើយឆ្លងជាមួយនឹងឪពុករបស់គាត់ដែលកំពុងនិយាយអំពីដំណើរផ្សងព្រេងនិងការរុករកនៅក្នុងទ្វីបអង់តាទិកហើយសាច់រឿងរបស់យើងនឹងក៏បានកាត់មកដល់រយៈពេល30ឆ្នាំក្រោយនិយាយថាលឿនមែនតើហើយក៏បង្ហាញអំពីជីវិតដ៏មមាញឹករបស់អ្នកជំនួយអចលនទ្រព្យដ៏ជោគជ័យម្នាក់ដែលគាត់នឹងរស់នៅក្នុងទីក្រុងញូវយ៉កហើយគាត់នេះដែរមានឈ្មោះថា Mr. Popper ហើយគាត់នឹងហើយដែលជាក្មេងប្រុសកាលពីដើមរឿងរបស់យើងនឹងឯងហើយគាត់ក៏មានជំនួយការស្រីម្នាក់ដែរដែលឈ្មោះថា Peppy និយាយទៅគេបកកែរនឹកដាក់មែនតើតែតកែដែលមេគេនឹងឈ្មោះថា Popper ហើយកូនចៅឈ្មោះថា Peppy ពិតជាលុយខ្លាំងមែនតើហើយ Mr. Popper នឹងគឺជាមនុស្សបកកែនិយាយច្រើនខ្លាំងមែនតើអ្នកនរគ្នាហើយគាត់ក៏ជាមនុស្សដែលបកកែខាងបញ្ចុះបញ្ចូលដែរដោយសារគាត់ជាអ្នកទិញអចលនទ្រព្យលក់អចលនទ្រព្យអីចឹងទៅអញ្ចឹងគឺការវោហារស័ព្ទហ្នឹងគឺមិនចាញ់ admin ប្រហែលទេហើយថ្ងៃនេះដែរគឺគាត់មកចរចាលើកិច្ចប្រឹងប្រែងទិញអគារពីលោកអ៊ំតងោម្នាក់ហើយនៅពេលដែលបានជួបលោកអ៊ំតងោហ្នឹងមើលទៅ Popper នឹងការនិយាយស្ដីការបញ្ចុះបញ្ចូលរបស់គាត់គឺមិនធ្វើឲ្យលោកអ៊ំតងោហ្នឹងព្រមលក់អគារនេះឡើយហើយនៅពេលនោះដែរ Popper ក៏បានបញ្ចេញសមត្ថភាពរបស់គាត់តែម្ដងគឺគាត់បាននិទានរឿងអំពីឪពុករបស់គាត់ដែលប្រាប់ទៅលោកអ៊ំតងោហ្នឹងទៅព្រោះលោកអ៊ំតងោហ្នឹងគាត់ចូលចិត្តអារឿងបែបផ្សងព្រេងអីចឹងដែរអ្នកទាំងគ្នាក៏បានប្រាប់ថាឪពុករបស់គាត់ហ្នឹងបានបើកនាវាជុំវិញពិភពលោកអីចឹងទៅហើយបានឆ្លងកាត់ព្យុះអីយ៉ាងសាហាវទៅដែលធ្វើឲ្យអ៊ំតងោហ្នឹងគឺជក់ចិត្តខ្លាំងមែនតើការនិយាយស្ដីរបស់ Mr. Popper ហ្នឹងមានទាំងឈុតឆាកសម្ដែងគឺពិតជាលយខ្លាំងមែនតើដែលយើងមើលទៅមានអបញ្ញាផងអង្គើអីផងហើយនឹងការចូលរួមពីលេខារបស់គាត់ទៀតដែលខ្ញុំសូមហៅថាលេខាចុះវាស្រួលស្ដាប់លេខារបស់គាត់ហ្នឹងក៏ប្រកាសដែរនៅពេលដែល Mr. Popper និយាយថាឃើញអាសត្វត្រីបាឡែនហ្នឹងក៏គាត់បញ្ចេញសំឡេងមកធ្វើដូចជាត្រីបាឡែនអញ្ចឹងដែលធ្វើឲ្យលោកអ៊ំតងោហ្នឹងពិតជាជក់ចិត្តខ្លាំងមែនតើ Blue whale ក្រោយពីការនិយាយនិងការសម្ដែងរបស់ Mr. Popper ហ្នឹងក៏ធ្វើឲ្យអ៊ំតងោហ្នឹងព្រមលក់អគារឲ្យគាត់ទៅហើយធ្វើឲ្យ Mr. Popper និងលេខារបស់គាត់ហ្នឹងពិតជាសប្បាយចិត្តខ្លាំងមែនតើក្រោយមក Mr. Popper ក៏ត្រឡប់ទៅការចល័យរបស់គាត់វិញហើយក៏បានជួបមេរបស់គាត់ដែរដែលមេរបស់គាត់ហ្នឹងក៏បានដាក់គម្រោងឲ្យគាត់មួយទៀតហើយគាត់ហ្នឹងត្រូវតែទិញភោជនីយដ្ឋានវ័យចំណាស់មួយនៅកណ្ដាលទីក្រុងញូវយ៉កដែលមានភាពល្បីល្បាញខ្លាំងមែនតើហើយវាជារបស់អ៊ំស្រីម្នាក់ដែលមេរបស់គាត់ហ្នឹងបានប្រាប់ថាបើសិនជាគាត់ជោគជ័យក្នុងការទិញអគារនឹងបានណាគាត់នឹងលៀបធំហើយក៏ចំណេញដល់ក្រុមហ៊ុនរបស់ពួកគាត់ផងដែរហើយ Mr. Popper ក៏និយាយយល់ព្រមជាមួយនឹងមេរបស់គាត់ផងដែរក្រោយមក Mr. Popper ក៏បានទៅលេងផ្ទះប្រពន្ធរបស់គាត់ដែលគាត់ទាំងពីរនាក់ហ្នឹងគឺបានបែកបាក់គ្នាហើយប៉ុន្តែនៅតែរាប់អាននិងស្រឡាញ់គ្នាចឹងដោយសារតែនៅដល់កូនរបស់គាត់ហើយកូនរបស់គាត់ហ្នឹងមានចំនួន2នាក់ដែលមានស្រីមួយប្រុសមួយនៅពេលដែលចូលទៅដល់ក្នុងផ្ទះហ្នឹង Mr. Popper ក៏បានជួបជាមួយនឹងកូនប្រុសរបស់គាត់ដែលមានឈ្មោះថា Belly ហើយ Belly ហ្នឹងក៏បានស្វាគមន៍គាត់មកដែរដែលឲ្យគាត់នឹងចាំកូនហើយកូនរបស់គាត់ជាអ្នកសុទ្ធនៅពេលដែលសុទ្ធទៅនឹងចំប្អូនរបស់ Mr. Popper តែម្ដងដែលធ្វើឲ្យ Mr. Popper ហ្នឹងគឺដួលដីតែម្ដងយ៉ាប់មែនតើចូលមកដល់ផ្ទះភ្លាមតរតែឯងចំភ្លាមតែម្ដងកូននេះបន្ទាប់មក Mr. Popper ហ្នឹងក៏បានទៅជួបជាមួយប្រពន្ធរបស់គាត់ប្រពន្ធរបស់គាត់ដែរមានឈ្មោះថា Amanda ហើយ Amanda ហ្នឹងក៏មានសង្សារថ្មីដែរដែលគេមានឈ្មោះថា Rick ហើយនៅពេលហ្នឹងអ្នកទាំងពីរក៏និយាយឌឺដងគ្នាបន្តិចទៅបន្តមកទៀតក៏បានជួបជាមួយនឹងកូនស្រីរបស់គាត់ដែលកូនស្រីរបស់គាត់ហ្នឹងដែរមានឈ្មោះថា Jenny ហើយមើលទៅកូនស្រីរបស់គាត់ហ្នឹងគឺមិនសូវចូលចិត្ត Mr. Popper ប្រហែលទេដែលឪពុករបស់គេហ្នឹងរវល់តែពីការងារពេកហើយមកលេងពួកគេហ្នឹងបានតែចុងសប្តាហ៍ទៀតហើយសាច់រឿងរបស់យើងក៏បានកាត់មកដល់ពេលដែល Mr. Popper ត្រឡប់មក condo វិញដែលគាត់សម្រាប់មិនតិចហ្នឹងក៏មានទូរស័ព្ទមួយខលមកកាន់គាត់ដែលនិយាយថាឪពុករបស់គាត់ហ្នឹងបានផ្ញើកាដូមួយដែលជាវត្ថុអនុស្សាវរីយ៍សម្រាប់គាត់ហើយសម្រាប់កាដូនេះដែរគឺ
គឺផ្ញើមកពីទ្វីបអង់តាទិកដែលជាទ្វីបដែលឪពុករបស់គាត់ហ្នឹងធ្វើដំណើរផ្សងព្រេងនិងការរុករកនឹងឯងស្រ័យឡើង Mr. Popper ក៏បានរៀបចំខ្លួនទៅធ្វើការដោយសមមួយដងប៉ុន្តែនៅពេលដែលបើកទ្វារមកហ្នឹងក៏បានឃើញកេះមួយដែលផ្ញើមកពីទ្វីបអង់តាទិកហ្នឹងហើយគាត់ក៏បានលើកវាយកទៅបើកនៅខាងក្នុងទៅនៅពេលដែលបើកមកហ្នឹងគឺគាត់ពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលឃើញជាសត្វ Penguin មួយដែលកករឹងតែម្ដងហើយគាត់គិតថាវាជាវត្ថុដែលគេសម្រាប់ដាក់តាំងលើតុអីចឹងណាហើយគាត់ក៏បានលើកអាសត្វ Penguin ហ្នឹងទៅដាក់លើតុទៅពេលក្រោយមកលេខារបស់គាត់ហ្នឹងក៏បានទេមកគាត់ហើយគាត់ទៅនិយាយទៅសំផ្លែទៅនៅពេលដែលងាកមកវិញហ្នឹងគឺថាបាត់អាសត្វ Penguin ហ្នឹងតែម្ដងដែលមើលទៅគាត់ហ្នឹងពិតជាឆ្ងល់ខ្លាំងមែនទែនចុះមកបាត់តាណាដាក់នៅនឹងសោះមិញហើយពេលនោះដែរក៏អាសត្វ Penguin ហ្នឹងវាស្រែកពីក្រោយក្នុងគាត់ដែលធ្វើឲ្យគាត់ហ្នឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលគាត់គិតថាអាសត្វ Penguin ហ្នឹងគឺជាវត្ថុតាំងអីចឹងទៅហើយគាត់ក៏បានទៅចាប់លើកអាសត្វ Penguin ហ្នឹងក៏ say hello ថាអីអាសត្វ Penguin រស់ហើយស្មានតែវាងាប់មិញហើយសត្វ Penguin ហ្នឹងក៏បានជួអាចដាក់គាត់ទៀតហើយធ្វើឲ្យគាត់ហ្នឹងពិតជាខឹងខ្លាំងមែនទែនហើយគាត់ក៏បានចាប់អាសត្វ Penguin ហ្នឹងទៅដាក់កន្លែងគាត់ងូយទៅហើយបានចាក់តកឲ្យវាដែរព្រោះអាសត្វ Penguin ហ្នឹងវាត្រូវការរស់នៅកន្លែងត្រជាក់ណាតើគ្នាបន្តមកទៀតគាត់ក៏បានចាញ់ទៅធ្វើការទៅប៉ុន្តែនៅពេលដើមមិនបានប្រយ័ត្នហ្នឹងក៏ទៅបុកអាធុងដាក់ Penguin ហ្នឹងធ្វើឲ្យជ្រុះសម្បត្តិមួយចូលទៅក្រោមតុផងដែរតែពេលហ្នឹងគឺគាត់មិនបានដឹងឡើយហើយសម្បត្តិហ្នឹងក៏យើងមិនដឹងថាគេនិយាយអំពីអ្វីដែរយើងកាត់មកសត្វ Penguin ដែល Mr. Popper ហ្នឹងគាត់បានចាប់ដាក់ក្នុងអាងកន្លែងគាត់ងូយទឹកហើយដល់ពេលទៅវាលូតចុះលូតឡើងក៏ទៅប៉ះចំអាកន្លែងបើកទឹកដែលធ្វើឲ្យទឹកហ្នឹងហូរពេញហ្នឹងតែម្ដងចំណែកឯ Mr. Popper ហ្នឹងក៏បានចេញទៅជួបជាមួយអ្នកស្រី Candy ដែលជាម្ចាស់ភោជនីយដ្ឋានដ៏ល្បីល្បាញហ្នឹងហើយក្នុងគោលបំណងដើម្បីបញ្ចុះបញ្ចូលឲ្យអ្នកស្រីហ្នឹងលក់ភោជនីយដ្ឋានហ្នឹងមកកាន់គាត់ Mr. Popper ក៏បានបញ្ចេញសមត្ថភាពដើម្បីព្យាយាមនិយាយបញ្ចុះបញ្ចូលអ្នកស្រីផងដែរប៉ុន្តែអ្នកស្រីក៏បានបដិសេធជាមួយគាត់តែម្ដងដែលអ្នកស្រី Candy ហ្នឹងក៏បាននិយាយថាភោជនីយដ្ឋានហ្នឹងគឺមានតម្លៃសម្រាប់គាត់ខ្លាំងណាស់ហើយវាជាកន្លែងដែលមានប្រវត្តិគ្រួសាររបស់គាត់ផងដែរវាប្រៀបបានដូចជាផ្ទះរបស់គាត់អញ្ចឹងអ្នកស្រីក៏បានបន្តថាបើសិនជាចង់ឲ្យគាត់លក់ភោជនីយដ្ឋានហ្នឹងលុះត្រាតែមនុស្សម្នាក់ហ្នឹងត្រូវចេះស្វែងយល់ពីតម្លៃនិងអត្ថន័យរបស់ភោជនីយដ្ឋានរបស់គាត់ជាមុនសិនហើយត្រូវធានាថាភោជនីយដ្ឋានរបស់គាត់ហ្នឹងមិនត្រូវបានបំផ្លិចបំផ្លាញឬក៏រុះរើអីអញ្ចឹងជាដើមហើយព្រមទាំងរក្សាបុគ្គលិករបស់គាត់ហ្នឹងឲ្យនៅធ្វើការដដែលទៀតដែលអ្នកស្រី Candy ហ្នឹងនិយាយទាំងមើងម៉ាត់ទៅកាន់ Mr. Popper ផងដែរហើយគាត់ក៏បានដើរចាក់ចេញទៅដែលទុកឲ្យ Mr. Popper ហ្នឹងគឺគាំងនៅតែមួយកន្លែងតែម្ដងសាច់រឿងរបស់យើងក៏បានកាត់មកដល់ Condo Mr. Popper វិញដែលយើងឃើញថាអាទឹកហ្នឹងគឺវាហៀពេញអាងតែម្ដងហើយសត្វ Penguin ហ្នឹងក៏កំពុងហែទឹកយ៉ាងសប្បាយផងដែរចំណែកឯ Mr. Popper វិញគាត់កំពុងតែខលជាមួយអ្នកដែលផ្ញើសត្វ Penguin ហ្នឹងមកឲ្យគាត់ថាចង់ផ្ញើសត្វ Penguin ហ្នឹងត្រឡប់ទៅវិញដោយសារតែវាអញញ៉ៃពេកបន្តិចក្រោយមកហ្នឹងក៏គាត់បានឮសំឡេងសត្វ Penguin វាស្រែកហើយគាត់ក៏បានឡើងទៅមើលទៅដែលបំរុងនឹងបើកទ្វារបន្ទប់ទឹកហ្នឹងហើយប៉ុន្តែអាសេវាទូរស័ព្ទហ្នឹងក៏វាបានដាច់ទៅដែលការនិយាយឆ្លើយឆ្លងរបស់គាត់ហ្នឹងមានភាពរអាក់រអួលខ្លាំងមែនទែនហើយដែលយើងមើលទៅខាងក្រោយរបស់ Mr. Popper វិញហ្នឹងគឺឃើញអាសត្វ Penguin ហ្នឹងកំពុងតែហែទឹកយ៉ាងសប្បាយផងដែរ Mr. Popper ហ្នឹងគាត់ក៏អត់បានដឹងទេដោយសារតែគាត់ហ្នឹងកំពុងតែជាប់ទៅទូរស័ព្ទហើយ Mr. Popper ហ្នឹងក៏ព្យាយាមនិយាយទូរស័ព្ទទៅកាន់អ្នកផ្ញើសត្វ Penguin មកតែគាត់និយាយថាខ្ញុំនឹងផ្ញើអាសត្វ Penguin ហ្នឹងទៅវិញលឺអត់ហើយអ្នកខាងនោះគេថាអូថាម៉េចស្រាក់លឺទេហើយ Mr. Popper ក៏បាននិយាយថាខ្ញុំបាននិយាយថាផ្ញើអាសត្វ Penguin ហ្នឹង5ដងហើយលឺអត់ហ្នឹងហើយអ្នកខាងនោះវិញគេមិនលឺថាផ្ញើអាសត្វ Penguin ទៅវិញណាគេថាអូផ្ញើអាសត្វ Penguin ទៅឲ្យទៀតមែនផ្ញើប៉ុន្មានផ្ញើ5មែនអូខេអីវល់តែម្ដងពេលហ្នឹងអញ្ចឹងយើងនឹងចាំមើលថាពេលដែលគាត់និយាយបញ្ចូលគ្នាហ្នឹងតើនឹងមាននឹងអ្វីកើតឡើងហើយនៅពេលដែលនិយាយទូរស័ព្ទចប់ហ្នឹងគាត់ក៏បានទៅដើរបើកទ្វារបន្ទប់ទឹកហើយនៅពេលដែលបើកមកគឺអាទឹកហ្នឹងហូរពេញហ្នឹងតែម្ដងគឺថាអាទឹកវាហៀវឡើងពេញបន្ទប់ទឹកតែម្ដងអើយឡើងគាត់ហ្នឹងហូរឡើងពេញហ្នឹងឡើងចិត្តធ្លាក់ទេណាគ្នានៅពេលហ្នឹងគាត់តោងជាមួយនឹងអាធ្នើនឹងជាប់កន្លែងកម្មចតាហើយបន្តិចក្រោយមកហ្នឹងអាសត្វ Penguin ហ្នឹងក៏បានដើរមកជួអាចដាក់គាត់ទៀតហើយធ្វើឲ្យគាត់ហ្នឹងធ្លាក់ទៅលើហ្នឹងតែម្ដងអើយសត្វ Penguin នេះពិតជាគោខ្លាំងមែនតើហើយនៅពេលដែលស្អែកឡើងហ្នឹងគាត់ក៏បានតាក់ទងទៅអ្នកថែសត្វដែលឲ្យមកយកអាសត្វ Penguin ហ្នឹងទៅប៉ុន្តែនៅពេលដែលអ្នកថែសត្វហ្នឹងមកគាត់ក៏បាននិយាយថាចុំសត្វ Penguin ហ្នឹងខ្ញុំស្មានអាសត្វព្រាបខ្ញុំអ្នកថែសត្វព្រាបហ្នឹងឲ្យចាប់សត្វ Penguin ហ្នឹងមកហើយបន្តមកទៀតក៏មាន2-3អ្នកទៀតហើយអ្នកខ្លះក៏បាននិយាយថាអេតើសត្វហ្នឹងងាប់ឲ្យខ្ញុំយកទៅឲ្យ Edwin ហ្នឹងពិតជាគាំងខ្លាំងមែនតើហើយនិយាយទៅអ្នកថែសួនអ្នកថែសត្វគេឡើង3-4នាក់តែអត់មានគេយកទៅទេប៉ុន្តែមានបរិសម្នាក់ហ្នឹងក៏បាននិយាយថា
ឲ្យព្យាយាមតាក់ទងទៅអាសួនសត្វនៅទីក្រុងញូវយ៉កទៅលោកគេមានកន្លែងចិញ្ចឹមអីត្រឹមត្រូវអញ្ចឹងណាហើយដែលសត្វ Penguin ហ្នឹងគោគាត់ខ្លាំងពេកហ្នឹងគាត់ក៏ចាប់វាមកខាងក្រៅហើយគាត់ក៏ក្រឡេកឃើញអាថូផ្កាហ្នឹងវាមានទឹកគាត់ក៏មានកំណត់ថាជះអាទឹកហ្នឹងទៅលើការ៉ូទៅហើយក៏បោះអាសត្វ Penguin ហ្នឹងទៅមើលទៅដូចសម្រាមអញ្ចឹងណាដល់គ្នាតែគាត់គិតថាបោះអញ្ចឹងទៅគឺអស់ទឹកព្រួយហើយថែមទាំងសេបាយទៅកាន់ Penguin ទៀតហើយបន្ទាប់មកហ្នឹងគាត់ក៏បានចុះខាងក្រោមដើម្បីទៅធ្វើការអញ្ចឹងទៅប៉ុន្តែអ្នកប្រចាំការនៅទីនោះក៏បានស្រែកហៅថាអេ Mr. Popper ខ្ញុំបានចាប់សត្វ Penguin របស់លោកឥឡូវយកទៅវិញទៅហើយ Mr. Popper ហ្នឹងក៏បាននិយាយថាអេមិនមែនរបស់ខ្ញុំទេខ្ញុំស្គាល់អាសត្វ Penguin ហ្នឹងទេហើយពេលនោះដែរអ្នកប្រចាំការនៅទីហ្នឹងក៏បើកកាមេរ៉ាសុវត្ថិភាពឲ្យគាត់មើលហើយគាត់ក៏ឃើញអាសកម្មភាពរបស់គាត់របស់អាសត្វ Penguin ហ្នឹងហើយគាត់ក៏បាននិយាយថាជុំមិនមែនខ្ញុំណាច្រឡំមនុស្សណាហើយអបិប្រចាំការនៅហ្នឹងក៏បានស៊ូមមកកាមេរ៉ាហ្នឹងឲ្យ Mr. Popper មើលហើយដល់ពេលទៅគាត់និយាយថាឥឡូវមើលបកែកចេញទៀតអត់ឥឡូវមុខប៉ុណ្ណាណីហើយនេះហើយ Mr. Popper ហ្នឹងក៏បាននិយាយថាតើខ្ញុំព្រមទទួលឥឡូវឲ្យសត្វ Penguin ហ្នឹងមកខ្ញុំហើយអបិប្រចាំការហ្នឹងបាននិយាយថានៅហ្នឹងគេដល់ចិញ្ចឹមសត្វទេតែចិញ្ចឹមអញ្ចឹងនឹងមានបញ្ហាជាមួយមេគេហើយ Mr. Popper ហ្នឹងគាត់ដឹងណាគាត់ដកលុយឲ្យទៅកាន់អ្នកប្រចាំការហ្នឹងទៅហើយគាត់ថាឥឡូវចង់បានប៉ុន្មានដើម្បីធ្វើមើលអត់ឃើញសត្វ Penguin ហ្នឹងហើយ Mr. Popper ហ្នឹងក៏បានដកលុយហ្នឹងមកកណ្ដាល100ម្ដងមកសន្លឹកហើយសួរថានៅមើលឃើញទៀតអត់ប៉ែគាត់ថាអេនៅមើលឃើញតើសត្វ Penguin ប៉ុណ្ណាណីហើយគាត់ក៏បានដកឲ្យមួយសន្លឹកទៀតប៉ែហ្នឹងក៏តទៀតថាអេនឹងឃើញព្រាលហើយ Mr. Popper ហ្នឹងគាត់ក៏មិនខ្វល់ដែរលុយគាត់ច្រើនស្ងអីចង់បានម៉ានឡើយគាត់ក៏ថែមឲ្យ2សន្លឹកទៀតឥឡូវឲ្យនៅមើលឃើញទៀតអត់ថាចុំលោកឯងណាគេហ្នឹងខ្ញុំមើលអត់ឃើញទេនិយាយទៅជាកាំងខ្លាំងមែនតើកន្លែងហ្នឹងមកលេងជាមួយណាគេមកលេងជាមួយ Mr. Popper លុយចាយមិនអស់ហើយគាត់ក៏បានយកអាសត្វ Penguin ហ្នឹងត្រឡប់ទៅបន្ទប់របស់គាត់វិញទៅកាន់មកដល់ពេលយប់ឡើងហ្នឹងក៏មានឮសំឡេងគោះទ្វារបន្ទប់របស់គាត់ហើយនៅពេលដែលគាត់បើកទៅហ្នឹងក៏ឃើញអាកេសដែលគេផ្ញើមកដើម្បីដាក់សត្វ Penguin ដែលធ្វើឲ្យ Mr. Popper ហ្នឹងគាត់សប្បាយចិត្តខ្លាំងមែនតើក៏បានគិតថាគាត់លែងឈឺក្បាលទៀតហើយដោយសារចាប់អាសត្វ Penguin ហ្នឹងត្រឡប់ទៅឲ្យគេវិញបន្ទាប់មកនៅពេលដែលគាត់ដេញចាប់អាសត្វ Penguin ហ្នឹងយើងក៏ឃើញមានថាសត្វ Penguin ជាច្រើនបានរត់ចេញពីក្នុងប្រអប់ហ្នឹងទៀតដែលធ្វើឲ្យ Mr. Popper ហ្នឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើណាខ្លះរត់ទៅកាយសម្រាប់មកខ្លះទៀតរត់ទៅក្នុងប្រគុណហ្នឹងដែលធ្វើឲ្យ Mr. Popper ពិតជាកញ្ញាញ់គួរខ្លាំងមែនតើកន្លែងហ្នឹងអញ្ចឹងយើងនឹងហើយថាពេលដែលគាត់និយាយទូរស័ព្ទអត់យល់គ្នាតែ Mr. Popper គាត់ថាគេផ្ញើអាកេសហ្នឹងដើម្បីយកសត្វ Penguin ទៅវិញប៉ុន្តែមានណាបែកនោះផ្ញើសត្វ Penguin នឹងគាត់5ទៀតពិតជាកាំងខ្លាំងមែនតើហើយសត្វ Penguin ទាំងអស់ហ្នឹងមានចំនួន6ក្បាលដែលវារត់គោពេញផ្ទះ Mr. Popper តែម្ដងទីក្រោយមកហ្នឹងក៏មានឮសំឡេងកណ្ដឹងរោហើយ Mr. Popper គាត់ក៏បានដើរទៅបើកទ្វារទៅនៅពេលនោះដែរគាត់ក៏ឃើញគ្រួសាររបស់គាត់មកទាំងអស់គ្នាអញ្ចឹងមកទាំងប្រពន្ធគាត់និងកូនគាត់ផងដែរដែលមកក្នុងគោលបំណងនេះដែរគឺថាវាជាថ្ងៃខួបកំណើតរបស់ Belly ប៉ុន្តែគេអត់ចង់ទៅធ្វើនៅក្រៅកូនរបស់គាត់ហ្នឹងក៏បាននាំកូនរបស់គាត់ហ្នឹងមក Mr. Popper តែម្ដងដែលគិតថា Mr. Popper ហ្នឹងគាត់មានកាដូឬក៏អ្វីរៀបចំ surprise កូនគាត់អញ្ចឹងក្នុងអំឡុងពេលហ្នឹងអាសត្វ Penguin មួយក៏វាបានដើរមកដែលធ្វើឲ្យ Belly លៀងឃើញហើយ Belly ហ្នឹងពិតជាសប្បាយចិត្តខ្លាំងមែនតើដែលគេថាពួករបស់គេហ្នឹងបានទិញសត្វ Penguin ហ្នឹងសម្រាប់ថ្ងៃខួបកំណើតរបស់គាត់ហើយ Belly ហ្នឹងក៏បានហត់ចូលទៅក្នុងទៅហើយគាត់ក៏បានឃើញសត្វ Penguin ហ្នឹងទាំងអស់មានចំនួន6ក្បាលដែលធ្វើឲ្យ Belly និងអ្នកទាំងអស់គ្នាហ្នឹងកាន់តែរំភើបថែមទៀតពេលហ្នឹងហើយ Mr. Popper ហ្នឹងក៏បាននិយាយប្រាប់ទៅ Amanda ដែលជាប្រពន្ធរបស់គាត់ហ្នឹងថាគាត់បានអាសត្វ Penguin ហ្នឹងមកពីឪពុករបស់គាត់ដែលផ្ញើមកពីទ្វីបអង់តាក់ទិកមកស្ទុះក្រោយមកហ្នឹងក៏មាននរណាម្នាក់បានគោះទ្វារបន្ទប់របស់គាត់នៅពេលដែលគាត់បានបើកទ្វារទៅក៏ឃើញមានបុរសម្នាក់ដែលគាត់ហ្នឹងមានឈ្មោះថាណាត់ហើយណាត់នេះដែរគឺជាអ្នកគ្រប់គ្រងសត្វនៅទីក្រុងញូវយ៉កដែលគោលបំណងគាត់មកថ្ងៃនេះគឺដើម្បីយកសត្វ Penguin ពី Mr. Popper ហ្នឹងឯងដើម្បីឲ្យសត្វ Penguin ហ្នឹងវារស់នៅបានត្រឹមត្រូវអញ្ចឹងប៉ុន្តែ Mr. Popper ហ្នឹងក៏គាត់បានបដិសេធដែលគាត់កំពុងឃើញគ្រួសាររបស់គាត់ហ្នឹងកំពុងតែមានសេចក្តីសុខជាមួយនឹងការលេងសត្វ Penguin ទាំងអស់ហ្នឹងប៉ុន្តែណាត់បាននិយាយថាបើសិនជាគាត់រក្សាទុកសត្វ Penguin នៅអញ្ចឹងគឺវារស់នៅអត់ល្អទេហើយវាអាចប៉ះពាល់ដល់សុខភាពរបស់សត្វ Penguin ហ្នឹងទៀតប៉ុន្តែ Mr. Popper ហ្នឹងក៏គាត់នៅតែបដិសេធរហូតហើយគាត់បានបិទទ្វារបន្ទប់ចូលទៅក្នុងវិញទៅដែលមានដើមពុនគាត់ហ្នឹងក៏បានសួរដែរថាមានអ្នកគេមកអីហើយមានអីកើតឡើងប៉ុន្តែ Mr. Popper ហ្នឹងក៏គាត់មិនបានប្រាប់ទេ Belly ដែលជាកូនប្រុសរបស់គាត់ហ្នឹងក៏បានមកនិយាយថាប៉ាច្បាស់អត់ថាសត្វ Penguin ទាំងអស់ហ្នឹងជាកាដូខួបកំណើតសម្រាប់ខ្ញុំហើយ Belly ហ្នឹងក៏បានឲ្យប៉ារបស់គាត់សន្យាជាមួយគាត់ផងដែរថាត្រូវរក្សាទុកអាសត្វ Penguin ទាំងអស់ហ្នឹងហើយ Mr. Popper ហ្នឹងក៏បានយក
ព្រមផងដែរបន្ទាប់មកកូនស្រីរបស់គាត់ឈ្មោះថា Jenny ហ្នឹងក៏បានសួរថាចុះប៉ាសត្វ Penguin ហ្នឹងមានឈ្មោះអត់ហើយ Mr. Popper ហ្នឹងក៏គាត់បានរៀបរាប់ទៅថាអាមួយនេះមកមុនគេអាហ្នឹងឈ្មោះថា Captain ហើយមានមួយទៀតហ្នឹងវាស្រែកខ្លាំងពេក Mr. Popper ហ្នឹងក៏បានដាក់ឈ្មោះថា Loudy អញ្ចឹងទៅដែលគាត់នឹកឃើញភ្លាមៗហ្មងនៅពេលដែលអាសត្វ Penguin ហ្នឹងវាធ្វើកាយវិការវាគឺគាត់ដាក់ឈ្មោះឲ្យតែម្ដងហើយមានអាមួយទៀតហ្នឹងវាមកចាក់ជើងរបស់គាត់ហើយគាត់ក៏បានដាក់ឈ្មោះថា Bitey ហើយអាមួយទៀតហ្នឹងដែលគាត់កូនគាត់កំពុងតែលេងហើយវាផោមដាក់កូនរបស់គាត់ហើយគាត់ក៏បានដាក់ឈ្មោះថា Stinky ដែលមានន័យថាវាផោមស្អុយអីចឹងចំណែកឯមួយទៀតហ្នឹងវាក៏បានដើរមកអោបជើងប្រពន្ធរបស់គាត់ Amanda ហ្នឹងហើយ Mr. Popper ហ្នឹងក៏បានប្រាប់ថាអាហ្នឹងឈ្មោះថា Lovely វាធ្វើដូចគួរឲ្យស្រឡាញ់ចឹងណាគ្នាយើងកាត់មកមួយចឹងក្រោយគេដែលវាហ្នឹងពងតែរត់បុកជាងដែលមើលទៅវាដូចឡប់អញ្ចឹងឯងហើយ Mr. Popper ហ្នឹងក៏បានដាក់ឈ្មោះថា Nimrod ដែលមានន័យថាឈួតឡប់អីចឹងទៅនិយាយទៅជាសំណរខ្លាំងមែនតើគឺថារនឹកឈ្មោះដាក់ភ្លាមតែម្ដងដែល Mr. Popper ហ្នឹងគឺគាត់ប្រកែអាខាងគិតភ្លាមនិយាយអីចឹងហើយនៅពេលដែលគ្រួសាររបស់គាត់ត្រឡប់ទៅវិញហ្នឹង Bailey ក៏បានសូមអំពើរបស់គាត់មកចង់មកលេងនៅថ្ងៃស្អែកមួយយប់ទៀតចឹងទៅហើយ Mr. Popper ហ្នឹងក៏គាត់បានឆ្លើយយកព្រមផងដែរកាន់មកដល់ពេលយប់ឡើងហ្នឹងគឺតាម Mr. Popper ហ្នឹងគាត់ដេកមិនលក់ទេដោយសារសត្វ Penguin ហ្នឹងវាស្រែកខ្លាំងពេកដល់ពេលគាត់ទ្រាំអត់បានទៅគាត់ក៏ស្រែកដាក់អាសត្វ Penguin ហ្នឹងវិញដែលធ្វើឲ្យពួកវាហ្នឹងគឺស្ងាត់ស្រៀបតែម្ដងកាន់មកដល់ពេលព្រឹកឡើងហ្នឹង Mr. Popper ហ្នឹងក៏គាត់បានរៀបចំទៅធ្វើការហើយគាត់បានសង្កេតឃើញថាសត្វ Penguin ទាំងអស់ហ្នឹងវាចូលចិត្តមើលទូរទស្សន៍អាកំ ប្លែងរឿងកំប្លែងអីចឹងខ្លាំងមែនតើណែ Mr. Popper ហ្នឹងក៏គាត់បានទុកឲ្យពួកហ្នឹងមើលទទួលទៅហើយគាត់ក៏បានចេញទៅកន្លែងធ្វើការរបស់គាត់ទៅកាន់មកដល់ការិយាល័យរបស់ Mr. Popper វិញគាត់ក៏បាននិយាយប្រាប់មេរបស់គាត់ថាគាត់នឹងចូលរួមកម្មវិធីសប្បុរសធម៌របស់អ្នកស្រី Candy ហើយនៅទីនោះដែរហ្នឹងគាត់នឹងព្យាយាមបញ្ចុះបញ្ចូលហើយបង្ហាញភាពស្មោះត្រង់ទៅកាន់អ្នកស្រី Candy ហ្នឹងដើម្បីឲ្យគាត់យល់ព្រមលក់អាភោជនីយដ្ឋានហ្នឹងមកកាន់គាត់អីចឹងកាន់មកកាន់ Peppy ដែលជាលេខារបស់ Popper ហ្នឹងគាត់បាននិយាយប្រាប់ថាបើសិនបើគាត់ចង់ចិញ្ចឹមអាសត្វ Penguin ទាំងអស់ហ្នឹងនៅក្នុងបន្ទប់របស់គាត់ត្រូវបញ្ចុះសីតុណ្ហភាពឲ្យវាត្រជាក់ដើម្បីសម្របទៅតាមអាសត្វ Penguin ហ្នឹងព្រោះវាត្រូវការត្រជាក់ដើម្បីរស់នៅអញ្ចឹងក្រោយមកកាត់មកដល់ផ្ទះរបស់ Mr. Popper វិញដែលយើងឃើញថាកូនគាត់ហ្នឹងបានយកអាសត្វ Penguin ហ្នឹងទៅលេងនៅសួនហើយ Mr. Popper ហ្នឹងក៏គាត់ខ្លាចវែងបាទអាសត្វ Penguin ទាំងអស់ហ្នឹងអញ្ចឹងគាត់ក៏បានទៅលេងជាមួយនឹងកូនគាត់ទាំងអស់គ្នាផងដែរហើយនៅពេលដែលទៅដល់ហ្នឹងគឺឃើញBailey កូនរបស់គាត់ហ្នឹងបានរត់លេងជាមួយនឹងសត្វ Penguin លេងបាល់ជាមួយវាអីទៅឡើងសប្បាយរីករាយដែលធ្វើឲ្យ Mr. Popper ហ្នឹងក៏គាត់សប្បាយរីករាយផងដែរហើយក្រោយមកហ្នឹងកូនគាត់ Jenny បានទាត់បាល់ហ្នឹងទៅបុកជាមួយក្បាល Mr. Popper ដែលធ្វើឲ្យគាត់ហ្នឹងដួលទៅតែម្ដងអាសត្វ Penguin ហ្នឹងនៅពេលដែលវាឃើញម្ចាស់របស់វាធ្វើដួលអញ្ចឹងវាក៏បានធ្វើដួលទាំងអស់គ្នាអញ្ចឹងទៅហើយនៅពេលដែលត្រឡប់មកផ្ទះ condo របស់គាត់វិញហ្នឹងក៏បានជួបជាមួយនឹងអ្នកប្រចាំការនៅកន្លែងហ្នឹងដែលចាប់សត្វ Penguin របស់គាត់លើកមុនហ្នឹងហើយគាត់ក៏បានមកព្យាយាមនិយាយដើម្បីឲ្យ Mr. Popper ហ្នឹងសុកលុយឲ្យលុយទៅគាត់ចាយទៀតអញ្ចឹងណាគ្នាកាន់មកដល់ពេលយប់ឡើងហ្នឹងពួកគេហ្នឹងក៏បានអង្គុយមើលទូទួលជុំគ្នាជាមួយនឹងសត្វ Penguin ហ្នឹងហើយប្រពន្ធរបស់គាត់ Amanda ហ្នឹងក៏បានសួរ Mr. Popper ទៅថាចង់កូននៅនឹងមួយយប់ទៀតអត់ដែលឃើញពួកគេហ្នឹងកំពុងតែសប្បាយរីករាយអញ្ចឹងទៅហើយ Mr. Popper ហ្នឹងក៏គាត់មកឆ្លើយយកព្រមផងដែរហើយ Amanda ហ្នឹងក៏បានលាអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះរបស់នាងវិញទៅក្រោយមកក៏ដល់ពេលដែល Mr. Popper ហ្នឹងចូលរួមកម្មវិធីសប្បុរសធម៌របស់អ្នកស្រី Candy ហើយគាត់ក៏បានជួម៉ែដោះចាស់ម្នាក់ហ្នឹងដើម្បីឲ្យមើលថែសត្វ Penguin របស់គាត់ទាំងអស់ហ្នឹងដែរហើយក៏បាននិយាយថាសត្វ Penguin ហ្នឹងវាមិនកាចវាមិនអីទេដាក់ឲ្យវាមើលទៅទូទៅវាចូលចិត្តមើលអាទូរឿងកំ pl ហ្នឹងណាម៉ែដោះហ្នឹងក៏គាត់បាននិយាយយល់ព្រមជាមួយនឹង Mr. Popper ផងដែរក្រោយមកក៏បានចេញដំណើរដើម្បីទៅចូលរួមកម្មវិធីហ្នឹងទៅនៅពេលដែលចុះមកដល់ក្រោមហ្នឹងគឺថាហៅតាក់ស៊ីអត់បានទេគាត់ក៏សម្រេចចិត្តថាដើរទៅតែម្ដងទៅហើយបន្តិចមកគាត់ក៏បានខលទៅម៉ែដោះហ្នឹងថាម៉ែដោះមិនអីសត្វ Penguin ហ្នឹងមានធ្វើទុកអត់ម៉ែដោះក៏ថាមិនអីទេសត្វ Penguin ហ្នឹងស្រួលមើលទាំងអីហើយក្រោយឲ្យបានបិទទូរស័ព្ទរបស់ Mr. Popper ហ្នឹងគាត់ក៏បានថយមកអង្គុយលើសាឡុងដែលមិនបានមើលហ្នឹងក៏អង្គុយចំតេលេក៏វាដូរពោះទៅចំឯកសារសត្វហើយបង្ហាញឃើញអាសត្វឆ្មាសមុទ្រវាបានហាមមាត់ចឹងទៅដែលធ្វើឲ្យអាសត្វ Penguin ហ្នឹងទាំងអស់ហ្នឹងវាភ័យវាស្រែកតែហើយវារត់ពេញផ្ទះតែម្ដងដែលធ្វើឲ្យម៉ែដោះហ្នឹងគាត់ភ័យដែរគាត់រត់ចេញទៅក្រៅហើយចំហទ្វារចឹងទៅដែលអាសត្វ Penguin ហ្នឹងក៏បានរត់ចេញទៅក្រៅអស់តែម្ដងទៅនៅកន្លែងហ្នឹងហើយកាត់មកដល់ខាងក្រោមហ្នឹងក៏មានឃើញអាប៉ាក់ខេមដែលគាត់កំពុងនិយាយអ្នកប្រចាំការនៅចិត្តហ្នឹងថានៅក្នុងបន្ទប់របស់ Mr. Popper ហ្នឹងគឺថ្លង់តែធ្វើគាត់នៅចិត្តខាងហ្នឹងពិបាកដេកមែនតែនហើយនៅពេលនោះដែរគឺអាសត្វ Penguin ហ្នឹងគឺកំពុងតែដើរនៅខាងក្រោយគាត់តែម្ដងដែលធ្វើឲ្យអ្នកប្រចាំការនៅហ្នឹងទៅភ្នែកស្លើតែម្ដងចុះពួកនេះមកពីណាដើរទៅណាវាហើយបើតាមយើងមើលដំណើររបស់ពួកវាទៅគឺវាកំពុងតែទៅរក Mr. Popper នឹងឯងវាដើរតាមក្លិនរបស់ម្ចាស់អញ្ចឹងមើលទៅដូចសត្វឆ្កែអញ្ចឹងវាដើរហិតក្លិនហិតអីណាចិត្តតែមានហ្មងសត្វ Penguin នេះចាំមកដល់ Mr. Popper វិញដែលគាត់មកដល់កម្មវិធីហ្នឹងហើយគាត់ក៏
បានទៅជួបជាមួយនឹងអ្នកស្រី Candy ដើម្បីព្យាយាមបញ្ចុះបញ្ចូលឲ្យគាត់លក់ភោជនីយដ្ឋានហ្នឹងណាប៉ុន្តែអ្នកស្រី Candy ហ្នឹងគឺគាត់បានច្រានចោលនៅសំណើរបស់ Mr. Popper ហ្នឹងហើយនៅពេលនោះដែរ Mr. Popper ហ្នឹងក៏គាត់បានងាកទៅឃើញអាសត្វ Penguin របស់គាត់ហ្នឹងមកដល់ហ្នឹងដែលធ្វើឲ្យគាត់ហ្នឹងពិតជាភ្ញាក់ផ្អើលខ្លាំងមែនតើហើយអាសត្វ Penguin ទាំងអស់ហ្នឹងក៏បានងាកឃើញគាត់វិញដែរពួកវាហ្នឹងក៏បានរត់ទៅរក Mr. Popper តែម្ដងនៅពេលនោះដែរ Mr. Popper ហ្នឹងក៏គាត់ខ្លាចអ្នកស្រី Candy ឃើញគាត់ក៏បានព្យាយាមបំបែកចំណាអារម្មណ៍ដែលពួកអ្នកស្រី Candy ហ្នឹងទៅជាន់ខាងក្រោមដើម្បីរំលេងជាមួយគ្នាអីចឹងទៅហើយសត្វ Penguin ទាំងអស់ហ្នឹងនៅពេលដែលវាមកដល់លើប៉ុន្តែតាម Mr. Popper អត់ទាន់វាក៏បានរត់ទៅខាងក្រោមវិញដល់ពេលរត់ទៅបុកជាមួយអាធុងអ្នកដែលគេរត់តុកអាធុងគេដាក់ស្រាខ្លះសេវាបានធ្វើកាបូបទឹកកន្លែងហ្នឹងហើយអាសត្វ Penguin ទាំងអស់ហ្នឹងក៏វាបានជីស្គីពេញហ្នឹងទៅដែលបុកគេបុកឯងពេញហ្នឹងតែម្ដងនិយាយទៅក្លុកកម្មវិធីគេឡើងខ្ទេចតែម្ដងវាបានលោតអាកន្លែងពងហ្នឹងទៅក៏វាផ្លោងទៅអស់គ្នាហ្នឹងទៅចំវងអ្នកលេងភ្លេងហ្នឹងទៅដែលធ្វើឲ្យកម្មវិធីរបស់អ្នកស្រី Candy ហ្នឹងគឺថារញ៉េរញ៉ៃតែម្ដងហើយធ្វើឲ្យអ្នកស្រី Candy ហ្នឹងពិតជាមួម៉ៅខ្លាំងមែនតើក៏បានស្រែកសួរថាតើជាសត្វ Penguin របស់នរណាគេនៅពេលនោះដែរក៏បានកលេចទៅឃើញសត្វ Penguin ហ្នឹងដើរតាម Mr. Popper គាត់ក៏និយាយលេងចេញតែម្ដងគឺគាំងនៅឈរកន្លែងហ្នឹងតែម្ដងហើយនៅពេលដែល Mr. Popper ត្រឡប់មកដល់ផ្ទះវិញហ្នឹងគឺយើងមានឃើញណាត់ហ្នឹងក៏កំពុងតែខ្លុំមើល Mr. Popper ផងដែរជាមួយនឹង Penguin របស់គាត់ហ្នឹងនៅពេលព្រឹកឡើងហ្នឹងកូនរបស់គាត់ក៏បានមកលេងគាត់ម្ដងទៀតហើយកំពុងតែឃើញ Mr. Popper ហ្នឹងបង្ហាត់អាសត្វ Penguin ហ្នឹងរមអីធ្វើឲ្យ Belly ហ្នឹងពិតជាចាប់អារម្មណ៍ខ្លាំងមែនពេលនោះដែរ Jenny ដែលជាកូនសិស្សរបស់គាត់ហ្នឹងក៏បានប្រាប់ទៅពុករបស់គាត់ថាគាត់ហ្នឹងមាន date ជាមួយនឹងក្មេងប្រុសម្នាក់ដើម្បីទៅរួមកម្មវិធី snowball ជាមួយគ្នា Jenny ចង់សុំឲ្យពុករបស់គាត់ហ្នឹងជូនគាត់ទៅទិញសម្លៀកបំពាក់ហើយ Mr. Popper ហ្នឹងក៏គាត់បានយល់ព្រមហើយក៏បានជូនកូនសិស្សរបស់គាត់ហ្នឹងទៅទិញសម្លៀកបំពាក់ផងដែរក្រោយមកហ្នឹងពួកគេក៏បានត្រឡប់មកដល់ផ្ទះវិញហើយពួកគេពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលឃើញ Penguin មួយចំនួនហ្នឹងវាបានញាស់ពងអញ្ចឹងមានថាសត្វ Penguin ទាំងអស់ហ្នឹងវាមានញីមានឈ្មោលពេលនោះដែរ Mr. Popper គាត់ក៏បានខលទៅប្រពន្ធរបស់គាត់ Amanda ដែល Amanda ហ្នឹងកំពុងតែដេតជាមួយសង្សាររបស់គេ Rico ហើយគាត់ថាឲ្យមកលេងនៅណែផ្លែតមកមានរឿងចង់ប្រាប់នៅពេលដែលមកដល់ហ្នឹងអ្នកទាំងពីរហ្នឹងក៏បានសួស្ដីដាក់គ្នាទៅទាំង Rick ទាំង Amanda ហើយនៅពេលដែលចូលមកដល់ហ្នឹង Rick ហ្នឹងក៏ឃើញសត្វ Penguin ក៏បានសួរឈ្មោះហ្នឹងទៅហើយសត្វ Penguin ហ្នឹងក៏បានទៅចាក់ដៃចឹងទៅហើយ Mr. Popper ក៏បានប្រាប់ឈ្មោះថាអាហ្នឹងឈ្មោះថា Bitey មួយទៀតហ្នឹងវាក៏បានផោមដាក់ទៅលើ Rick ហ្នឹងទៅហើយ Mr. Popper បានប្រាប់ថាហ្នឹងឈ្មោះ Stinky ដែលវាផោមហ្នឹងគឺស្វាគមន៍ទេហើយមកទូក្រោយមកហ្នឹងក៏វាមាន Alaudy បានមិនស្រេចដាក់ Rick ដែលធ្វើឲ្យ Rick ហ្នឹងមានអារម្មណ៍ថារៀងភ័យតិចដែរគាត់ក៏បាននិយាយថាគាត់ទៅចាំនៅឡានមុនក៏បានដែរអញ្ចឹងបន្ទាប់មកអ្នកទាំងអស់គ្នាហ្នឹងក៏បានមកមើលពងសត្វ Penguin ហ្នឹងទាំងអស់គ្នាតែម្ដងហើយពេលនោះដែរ Amanda និង Mr. Popper ហ្នឹងក៏បានចែករំលែករឿងក្នុងចិត្តមួយចំនួនទៅកាន់គ្នាទៅវិញទៅមកផងដែរក្រោយមកអ្នកទាំងពីរហ្នឹងក៏បានសម្រេចចិត្តដេតជាមួយគ្នាដែលទៅញ៉ាំអាហារនៅភោជនីយដ្ឋានរបស់អ្នកស្រី Candy ហ្នឹងនៅពេលនោះដែរយើងបានឃើញថា Mr. Popper ហ្នឹងកំពុងតែសម្លឹងទៅមើលតុនៅជ្រុងម្ខាងទៀតទាំងទឹកមុខស្រពោនបាននិយាយប្រាប់ទៅកាន់ Amanda ថាតុនោះដែរគឺជាតុដែលគាត់ញ៉ាំអីជាមួយនឹងម្ដាយឪពុករបស់គាត់នៅពេលដែលឪពុករបស់គាត់ហ្នឹងមកលេងអ្នកទាំងអស់គ្នាហ្នឹងម្ដងដែលធ្វើឲ្យ Amanda ហ្នឹងរៀងរំជួលចិត្តដែរក៏បាននិយាយលងលោម Mr. Popper នៅកន្លែងហ្នឹងទៅនៅពេលដែលចេញមកក្រៅវិញហ្នឹង Amanda ក៏បានកាន់ដៃ Mr. Popper ហើយនៅពេលនោះដែរក៏យើងបានឃើញអ្នកស្រី Candy ហ្នឹងលបមើលពួកគេតាមបង្អួចផងដែរហើយយើងមើលអ្នកទាំងពីរទៅគឺមានអារម្មណ៍ល្អដាក់គ្នាទៅវិញទៅមកហើយអញ្ចឹងពួកគេអាចនឹងត្រូវគ្នាវិញដែរទេមើលទៅហើយបន្ទាប់មកពួកគេក៏បានចំណាយពេលទៅជិះស្គីទៅកកជាមួយគ្នាយ៉ាងសប្បាយរីករាយផងដែរនៅពេលដែល Mr. Popper ត្រឡប់មកផ្ទះវិញហ្នឹងគាត់ក៏បានឃើញណាតហ្នឹងកំពុងតែចាប់សត្វ Penguin របស់គាត់ទាំងអស់ហ្នឹងដែលមានអាប៉ែមួយថាប្រចាំការនៅហ្នឹងបានឲ្យណាតហ្នឹងមកចាប់សត្វ Penguin ដោយសារតែពួកវាហ្នឹងរៀងរំខានទៅដល់អ្នកដទៃពេកពេលនោះដែរ Mr. Popper ក៏បានចូលទៅស្រែកឲ្យណាតថាឲ្យណាតហ្នឹងឆាប់ចេញទៅកុំមកចាប់សត្វ Penguin របស់គាត់ប៉ុន្តែណាតហ្នឹងក៏បាននិយាយទៅកាន់ Mr. Popper វិញថាគាត់ហ្នឹងកំពុងតែធ្វើអ្វីគាត់ធ្វើបែបហ្នឹងគឺខុសហើយណាតបន្តទៀតថាដែលគាត់ចាប់សត្វ Penguin ទាំងអស់ហ្នឹងទៅគឺដើម្បីដាក់ឲ្យវារស់នៅបានត្រឹមត្រូវនិងមានសុវត្ថិភាពប៉ុន្តែ Mr. Popper បាននិយាយថាសត្វ Penguin ហ្នឹងវាត្រូវការក្តីស្រឡាញ់ប៉ុន្តែណាតក៏បានតបវិញថាសត្វ Penguin ហ្នឹងវាមានត្រូវការក្តីស្រឡាញ់អីទេវាចូលចិត្តតែត្រីតែប៉ុណ្ណោះហើយក៏គាត់បានដកអាត្រីមួយហ្នឹងហើយអាសត្វ Penguin ហ្នឹងពួកវាក៏រត់មកទាំងអស់តែម្ដង
ហើយណាត់បានបន្តទៀតថាសត្វ Penguin ទាំងអស់ហ្នឹងវាមិនស្គាល់ក្តីស្រឡាញ់អីទេវាស្គាល់តែពេលយើងដាក់ចំណីអាសត្វត្រីនឹងឲ្យវានឹងឯងតមក Mr. Popper ហ្នឹងក៏បានព្យាយាមនិយាយថាគាត់នឹងព្យាយាមចំអាសត្វ Penguin ហ្នឹងឲ្យបានល្អហើយណាត់ក៏បានតទៅវិញថាគាត់នឹងត្រឡប់មកវិញដើម្បីយកសត្វ Penguin ហ្នឹងបើសិនជាមានបញ្ហាអ្វីមួយកើតឡើងក្រោយមក Mr. Popper ហ្នឹងគាត់ក៏បានដើរទៅទិញត្រីដើម្បីធ្វើជាចំណីសម្រាប់សត្វ Penguin ទាំងអស់ហ្នឹងហើយគាត់ក៏បានកែប្រែបន្ទប់របស់គាត់ហ្នឹងឲ្យទៅជាផ្ទះតកអ្នកទាំងអស់គ្នាដែលយើងមើលទៅហ្នឹងពិតជាលយខ្លាំងមែនតើមានទាំងកន្លែងជិះស្គីមានទាំងព្រិលអីពេញនឹងតែម្ដងបន្ទាប់មកកូនរបស់គាត់ក៏បានមកលេងគាត់ម្ដងទៀតហើយពេលយប់ឡើងហ្នឹងពួកគេក៏បានចុះមកខាងក្រោមក៏ឃើញពងរបស់ Penguin ហ្នឹងវាចាប់ផ្ដើមញ័រដែលធ្វើឲ្យពួកគេហ្នឹងភ្ញាក់ផ្អើលនិងសប្បាយរីករាយជាមួយគ្នាខ្លាំងមែនតើនៅពេលព្រឹកឡើងហ្នឹង Amanda ក៏បានមកយកកូនរបស់គេត្រឡប់ទៅវិញហើយនៅពេលនោះដែរ Mr. Popper ក៏បានប្រាប់ Amanda ថាមានពង Penguin មួយចំនួនហ្នឹងវាបានញ័រហើយប៉ុន្តែមានអាសមមួយហ្នឹងវាអត់ទាន់ញ័រទេហើយដែលធ្វើឲ្យ Amanda ហ្នឹងរៀងសប្បាយរីករាយពួកគេក៏បានចំណាយពេលលេងជាមួយគ្នានៅកន្លែងហ្នឹងតិចទៅនៅពេលដែលត្រឡប់ទៅវិញហ្នឹង Belly ដែលជាកូនប្រុសរបស់ Mr. Popper ហ្នឹងក៏បានប្រាប់ថាបើសិនជាអាពងនឹងញ័រចាំប្រាប់គាត់ផងគាត់ចង់ដឹងនៅថ្ងៃបន្ទាប់ហ្នឹងមេរបស់ Mr. Popper ក៏បានមកដល់ផ្ទះរបស់គាត់ហើយបានសួរនាំអំពីការទិញភោជនីយដ្ឋានរបស់អ្នកស្រី Candy ហ្នឹងហេតុអ្វីក៏ស្ងាត់ឈឹងអញ្ចឹងហើយមេរបស់ Mr. Popper ហ្នឹងក៏បានស្រែកដាក់ទៅកាន់ Mr. Popper ថា Mr. Popper ហ្នឹងឈួតហើយដែលមួយថ្ងៃហ្នឹងគិតតែពីចិញ្ចឹមសត្វ Penguin ហើយរកវិធីសាស្ត្រនៃការភ្ញាស់ពងរបស់សត្វ Penguin ហ្នឹងគឺអត់គិតធ្វើការទេនៅពេលនោះដែរគាត់ក៏បានគម្រាមដេញ Mr. Popper ចេញពីក្រុមហ៊ុនផងដែរក្រោយមកដោយសារតែអាពងមួយហ្នឹងវាក្រញាស់ពេក Mr. Popper ក៏បានឡើងទៅលើដំបូលដើម្បីធ្វើជាកន្លែងបោះជំរំមួយដើម្បីដាក់ពងហ្នឹងឲ្យវាត្រូវពលឺថ្ងៃហើយគាត់គិតថាប្រហែលជានៅពេលដែលត្រូវពលឺថ្ងៃអីចឹងទៅវាអាចនឹងញាស់បានកូន Penguin មកប៉ុន្តែនៅតែមិនទទួលបានលទ្ធផលឡើយនៅពេលដែល Mr. Popper គាត់អស់ជំរឿគាត់ក៏បានខលហៅណាត់មកដែលជាអ្នកគ្រប់គ្រងសួនសត្វហ្នឹងដើម្បីមកពិនិត្យអាពងហ្នឹងតើវាកើតអីបានវាអត់ញាស់អញ្ចឹងនៅពេលដែលណាត់ក៏មកដល់ហ្នឹងគាត់ក៏បានពិនិត្យមើលពងហ្នឹងថាពងហ្នឹងគឺវាបានស្អុយបាត់ទៅហើយអញ្ចឹងមានថាពងហ្នឹងវាខូចហើយអ្នកទាំងអស់គ្នាដែលធ្វើឲ្យ Mr. Popper ហ្នឹងគឺពិតជាសែកខ្លាំងមែនតើហើយគាត់ក៏បានសម្រេចចិត្តប្រគល់អាសត្វ Penguin ហ្នឹងឲ្យទៅកាន់ណាត់ទាំងអស់តែម្ដងដែលគាត់គិតថាគាត់គ្មានសមត្ថភាពចិញ្ចឹមវាបានតទៅទៀតទេក្រោយមក Mr. Popper ហ្នឹងគាត់ក៏បានត្រឡប់ទៅធ្វើការងាររបស់គាត់វិញហើយនៅពេលនោះដែរគឺគាត់មានភាពស្វាហាប់ខ្លាំងមែនតើក្រោយពីការសេតប្រហែលថ្ងៃហ្នឹងហើយ Mr. Popper គាត់ក៏បានប្រាប់មេរបស់គាត់ទៅថាគាត់នឹងព្យាយាមបញ្ចុះបញ្ចូលទិញភោជនីយដ្ឋានរបស់អ្នកស្រី Candy ឲ្យតតែវ៉ាន់ក្រោយមកកូនរបស់គាត់ក៏បានត្រឡប់ទៅលេងសត្វ Penguin របស់ពួកគេម្ដងទៀតនៅពេលដែលចូលទៅដល់ហ្នឹងគឺថាបាត់សត្វ Penguin អស់ហើយដែលធ្វើឲ្យពួកគេហ្នឹងគឺពិតជាខកចិត្តចំពោះ Mr. Popper ខ្លាំងមែនតើពេលនោះដែរ Mr. Popper ក៏បានព្យាយាមបញ្យល់ទៅកាន់ពួកគេផងដែរដែលថាគាត់បានបញ្ជូនអាសត្វ Penguin ហ្នឹងទៅកន្លែងដែលវារស់នៅរបស់វាទៅវាមិនអាចរស់នៅជាមួយមនុស្សបានទេនៅពេលនោះហើយដែលធ្វើឲ្យ Jenny Belly គឺពិតជាខឹងគាត់ខ្លាំងមែនតើព្រមទាំង Amanda ផងដែរហើយពួកគេក៏បានដើរចេញទាំងអស់គ្នាតែម្ដងទៅតាមមួយថ្ងៃបន្ទាប់ហ្នឹង Mr. Popper ក៏បានរៀបចំខ្លួនទៅធ្វើការនៅពេលនោះដែរគាត់ក៏បានធ្លាក់សាឡាហ្នឹងទៅក្រោមតុនៅពេលដែលគាត់បានអើទៅក៏ឃើញមានសម្បត្តិមួយធ្លាក់នៅក្រោមហ្នឹងនៅពេលដែលបានយកមកអានហ្នឹង Mr. Popper ក៏បានដឹងថាវាជាសម្បត្តិឪពុករបស់គាត់ដែលសរសេរមកកាន់គាត់ហ្នឹងដែលសរសេរថាពុករបស់គាត់ហ្នឹងគឺពិតជាសុំទោសគាត់ខ្លាំងមែនតើដែលគាត់ហ្នឹងមិនបាននៅចិត្ត Mr. Popper ហើយពុករបស់គាត់បានសរសេររំលឹក Mr. Popper ផងដែរថាឲ្យគាត់ហ្នឹងចំណាយពេលជាមួយគ្រួសារជាពិសេសគឺកូនរបស់គាត់នឹងឯងគឺត្រូវចំណាយពេលមើលថែនិងផ្ដល់ក្តីស្រឡាញ់ទៅដល់ពួកគេផងដែរបន្ទាប់ពីបានអានសម្បត្តិឪពុករបស់គាត់ហើយធ្វើឲ្យ Mr. Popper ហ្នឹងគឺពិតជាភ្ញាក់ខ្លួនខ្លាំងមែនតើបន្ទាប់មកគាត់ក៏បាននាំកូនរបស់គាត់ហ្នឹងទៅកាន់សួនសត្វក្នុងគោលបំណងដើម្បីយកសត្វ Penguin ហ្នឹងត្រឡប់មកវិញនឹងឯងនៅពេលដែលនៅក្នុងឡានហ្នឹង Jenny ក៏បាននិយាយទៅកាន់ Mr. Popper ថាឲ្យគាត់ហ្នឹងទេទៅកាន់ Amanda ដែលជាម្ដាយរបស់គេទៅហើយដើម្បីធ្វើការសុំទោសគាត់ផងដែរពួកគេទាំងអស់គ្នាក៏បានទៅដល់សួនសត្វរបស់ Nat ហើយនៅពេលដែលទៅដល់ហ្នឹង Mr. Popper ក៏បានស្វែងយល់ថា Nat ហ្នឹងគឺកំពុងតែជួញដូរសត្វ Penguin របស់គាត់គឺថាលក់អាសត្វ Penguin ហ្នឹងដើម្បីទិញសត្វដទៃទៀតមកដាក់នៅក្នុងសួនសត្វរបស់គាត់នឹងឯងហើយ Mr. Popper ក៏បានសួរនាំ Nat ថាយកសត្វ Penguin របស់គាត់ហ្នឹងទៅណាហើយនៅពេលនោះដែរសត្វ Penguin ហ្នឹងក៏បានស្រែកចេញពីទូទឹកកកមួយនៅពេលដែល Mr. Popper ទៅបើកហ្នឹងគឺថាសត្វ Penguin របស់គាត់ទាំងអស់ហ្នឹងគឺនៅក្នុងហ្នឹងឯងហើយគាត់ក៏បានដោះលែងពួកវាចេញមកខាងក្រៅតែម្ដងបន្ទាប់មក Mr. Popper ហ្នឹងក៏បានចាក់សោ Nat ហ្នឹងនៅក្នុងទូទឹកកកហ្នឹងឯងហើយពួកគាត់ក៏បានធ្វើដំណើរចេញមកខាងក្រៅសួនសត្វហ្នឹងទាំងអស់គ្នាតែម្ដងក្រោយមកក៏មានកងសន្តិសុខហ្នឹងមកបើកទ្វារឲ្យ Nat ហ្នឹងចេញមកខាងក្រៅវិញហើយ Nat បានបញ្ជាឲ្យពួកគេហ្នឹងតាមចាប់សត្វ Penguin ត្រឡប់មកវិញជាមួយនឹងគ្រួសាររបស់ Mr. Popper ផងដែរនៅពេលដែល Mr. Popper នាំពួកគេចេញមកខាងក្រៅហ្នឹងពួកគេក៏បានបន្លំ
ខ្លួនធ្វើជាពេទ្យដើម្បីប្រាប់អ្នកទាំងអស់គ្នាហ្នឹងឲ្យចេញពីផ្លូវរបស់គេថាសត្វទាំងអស់ហ្នឹងវាកំពុងតែឆ្លងជំងឺសូមឲ្យពួកគេហ្នឹងចេញឲ្យលឿនហើយធ្វើឲ្យអ្នកទាំងអស់គ្នារត់ព្រាតែម្ដងវាភ័យខ្លាចឆ្លងជំងឺហ្នឹងគ្នាអាចជំងឺដាសាយបាក់សីបន្ទាប់មកពួកគេក៏បានធ្វើដំណើរចូលទៅក្នុងកន្លែងលក់វត្ថុអនុស្សាវរីយ៍នៅពេលនោះដែរមានសត្វ Penguin មួយហ្នឹងវាបានដើរទៅវាតាក់ជើងជាមួយនឹងខ្សែខ្លែងហើយខ្សែហ្នឹងក៏បានរុំខ្លួនរបស់សត្វ Penguin មួយហ្នឹងដែលធ្វើឲ្យវាដួលត្រឡប់ទៅលិនពេញហ្នឹងតែម្ដងហើយនៅពេលហ្នឹងដែរអ្នកចាប់សត្វហ្នឹងក៏បានតាមមកដល់សត្វ Penguin មួយចុងក្រោយគេហ្នឹងហើយសត្វ Penguin ហ្នឹងនៅពេលដែលវាឃើញអញ្ចឹងវាក៏បានរត់ឡើងទៅលើដំបូលទៅកាន់មកការក្រុមរបស់ Mr. Popper វិញដែលគាត់បានធ្វើដំណើរមកដល់ច្រកចេញដើម្បីចូលទៅឡានរបស់គាត់ហើយគាត់ក៏បានឃើញមានសន្តិសុខម្នាក់នៅកន្លែងហ្នឹងហើយគាត់ក៏បានសញ្ញោឲ្យទៅកាន់លេខារបស់គាត់ហ្នឹងឲ្យធ្វើពុតទៅដើម្បីបំផាយចំណាប់អារម្មណ៍ដើម្បីឲ្យពួកគេហ្នឹងរត់ចេញទៅខាងក្រៅនៅពេលដែលលេខារបស់គាត់កំពុងតែធ្វើប្រកាច់ហ្នឹងពួកគាត់ក៏បានរត់ចេញទៅនៅពេលនោះដែរណាត់ហ្នឹងក៏បានតាមមកតាន់ពីក្រៅហើយក៏ព្យាយាមដេញចាប់អាសត្វ Penguin ហ្នឹងត្រឡប់ទៅវិញតែពិតជាសំណាងល្អខ្លាំងមែនទែនដែល Mr. Popper ហ្នឹងគាត់បានបិទទ្វារតាន់ពេលវេលានៅពេលនោះដែរ Amanda បានប្រាប់ទៅ Mr. Popper ថាពួកគេបានបាត់សត្វ Penguin មួយទៀតហើយនៅពេលដែលគាត់ងាកទៅគឺឃើញសត្វ Penguin ហ្នឹងកំពុងតែនៅលើដំបូលដែលមានជាប់ខ្លែងមកជាមួយផងដែរដែលវាកំពុងតែដេញចាប់ដោយកងសន្តិសុខពីរនាក់ហើយសត្វ Penguin មួយហ្នឹងក៏បានលូតចុះមកដែលធ្វើឲ្យពួកគេហ្នឹងគឺពិតជាភ័យខ្លាំងមែនទែនតែសំណាងល្អឯដែលវាមានអាខ្លែងជាប់ខ្លួនរបស់វាហ្នឹងដែលធ្វើឲ្យសត្វ Penguin ហ្នឹងក៏វាបានហោះទៅតែធ្វើឲ្យអ្នកទាំងអស់គ្នាគឺពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែនដែលវាហោះទៅហោះមកហ្នឹងក៏បានធ្លាក់ទៅក្នុងឡាន Mr. Popper បានសម្រេចតែម្ដងពេលនោះដែរ Mr. Popper ហ្នឹងក៏បានកញ្ឆក់អាដងចាប់សត្វហ្នឹងពីណាត់មកហើយក៏បានចងដៃរបស់គាត់ជាប់ទៅហើយក៏គាត់អុកទៅអុកមកហ្នឹងដែលធ្វើឲ្យណាត់ហ្នឹងគឺពិតជាខ្លាំងមែនទែនហើយ Mr. Popper ក៏បាននិយាយថាមិនវាយខ្លួនឯងអញ្ចឹងណាវាយខ្លួនឯងអញ្ចឹង Hitting yourself. Ow! Huh? Why are you hitting yourself? That's not attractive for a zoo official. Huh? ហើយពួកគេទាំងអស់គ្នាហ្នឹងក៏បានបើកឡានចេញទៅដើម្បីទៅរកភោជនីយដ្ឋានអ្នកស្រី Candy តែម្ដងតែអ្នកស្រី Candy ហ្នឹងកំពុងតែធ្វើសន្និកថាដែលគាត់និយាយអំពីការលក់ភោជនីយដ្ឋានរបស់គាត់ហ្នឹងទៅឲ្យពួកគេទាំងអស់គ្នាហើយនៅពេលដែល Mr. Popper គាត់ទៅដល់ហ្នឹងក៏គាត់បានធ្វើជាលក្ខណៈ slow អាហ្វិចណាអ្នកគ្នាក៏បាននិយាយរៀង slow ទៅកាន់អ្នកស្រី Candy ទៅ Do you like that? The slow motion effect. តមកគាត់ក៏បាននិយាយថាសូមឲ្យអ្នកស្រី Candy ហ្នឹងកុំលក់អាភោជនីយដ្ឋានហ្នឹងអីហើយអ្នកស្រី Candy ក៏បានតបថាគាត់មិនលក់ឲ្យនរណាគេទេគាត់ទុកឲ្យ Mr. Popper ហ្នឹងឯងអ្នកស្រី Candy ក៏បាននិយាយថាដោយសារតែគាត់មើលឃើញពីក្តីស្រឡាញ់របស់ Mr. Popper ហ្នឹងឯងបានជាគាត់ប្រគល់ភោជនីយដ្ឋាននេះទៅឲ្យគាត់តែម្ដងពេលនោះដែរ Nat ក៏បានចូលមកដល់ហើយក៏បានចោទប្រកាន់ Mr. Popper ហ្នឹងពីបទជួញដូរនិងលួចសត្វ Penguin ពីសួនសត្វរបស់គាត់ពេលនោះដែរ Mr. Popper ក៏បានប្រកាសហើយគាត់បាននិយាយថាសត្វ Penguin ហ្នឹងគឺជារបស់គាត់ហើយគាត់ជឿទៀតថាសត្វ Penguin ហ្នឹងក៏ស្រឡាញ់គាត់ដែរហើយណាត់ហ្នឹងក៏បានប្រើល្បិចទៀតហើយដែលយកអាត្រីមួយក្បាលហ្នឹងដើម្បីតាក់ទាញអាសត្វ Penguin ហ្នឹងមករកគាត់អីចឹងប៉ុន្តែសត្វ Penguin ហ្នឹងក៏បានដើរទៅរក Mr. Popper តែម្ដងដែលធ្វើឲ្យពួកគេហ្នឹងគឺពិតជាសប្បាយរីករាយខ្លាំងមែនទែនក្រោយមក Mr. Popper ហ្នឹងក៏បានជួសជុលភោជនីយដ្ឋានមួយហ្នឹងឲ្យមានភាពស្រស់ស្អាតឡើងវិញហើយពួកគេក៏បានញ៉ាំបាយជុំគ្នាផងដែរគាត់បានប្រាប់គ្រួសាររបស់គាត់ថាគាត់នឹងយកសត្វ Penguin ហ្នឹងទៅកន្លែងរស់នៅរបស់វាវិញគឺនៅឯទ្វីបអង់តាក់ទិកហើយអ្នកទាំងអស់គ្នាហ្នឹងក៏បានយល់ព្រមនៅកន្លែងហ្នឹងទៅហើយសាច់រឿងរបស់យើងហ្នឹងក៏បានកាត់ចប់នៅត្រង់ហ្នឹងដែរអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនដែលបានចំណាយពេលស្ដាប់និងទស្សនាការសម្ដែងរបស់ admin ហើយបើចូលចិត្តហ្នឹងកុំភ្លេចចុច like និង subscribe ម្នាក់មួយផងជួបគ្នានៅវីដេអូក្រោយបាយបាយ